ស្ដាប់ជាទីមេត្រីព្រះរាជាខ្មែរមួយអង្គនៃសម័យលង្វែកគឺព្រះបាទព្រះមហិន្ទរាជាធិរាជព្រះសត្ថាដែលគ្រងរាជ្យពីឆ្នាំ1576ដល់ឆ្នាំ1585ជាប់ព្រះនាមក្នុងប្រវត្តិសាស្ត្រថាជាព្រះមហាក្សត្រដែលល្មមអំណាចហើយមានជំនឿមិនសមហេតុសមផលរហូតដល់ចាញ់ល្បិចកលសៀមធ្វើឲ្យមានភាពចលាចលអសន្តិសុខគ្រប់ទីកន្លែងក្នុងព្រះនគរចាស់ជាបន្តទៅនេះលោកជុនច័ន្ទបុត្រសូមរៀបរាប់ជូននៅប្រវត្តិសាស្ត្រខ្មែរក្នុងការគ្រងរាជ្យរបស់ព្រះអង្គតន់និងព្រះបាទព្រះមហិន្ទរាជាធិរាជព្រះសត្ថារាជព្រះអង្គតន់ក្រោយពីធ្វើគុតព្រះរាមាជើងព្រៃបានហើយដោយព្រះសត្ថានិងព្រះរាជបុត្រច្បងព្រះបាទជ័យជេដ្ឋាទី1បានសុគតនៅស្រុកលាវអស់ទៅហើយផងលោកយាយលូសូនិងលោករវីសក៏បានយាងព្រះអង្គតន់បុត្រពៅព្រះសត្ថាឲ្យមកសោយរាជ្យនៅកម្ពុជាដើម្បីតបស្នងសងគុណអ្នកទាំងពីរព្រះពញាតន់បានតែងតាំងលោកយាយលូសូឲ្យធ្វើជាចៅហ្វាយខេត្តបាភ្នំហើយលោករវីសជាចៅហ្វាយខេត្តទ្រាំងក៏ប៉ុន្តែមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានស្លាប់ដោយសារការបះបោរមួយរបស់ប្រជារាស្ត្រចាមនៅខេត្តត្បូងឃ្មុំទៅទំនាក់ទំនងរបស់ជនជាតិអឺរ៉ុបជាមួយនឹងកិច្ចការរាជការខ្មែរនេះមិនចប់ត្រឹមតែប៉ុណ្ណេះឡើយនៅក្នុងរាជក្រោយក៏គេឃើញពួកនេះមានឥទ្ធិពលយ៉ាងខ្លាំងណាស់ដែរនៅក្នុងកិច្ចការខ្មែរជាក់ស្ដែងដូចជានៅក្នុងរាជព្រះរាជសម្ភារឆ្នាំ1629ឆ្នាំ1634ដោយសារទំនាស់ស្នេហាមួយរវាងព្រះឧទេជនីនិងព្រះរាជសម្ភារជាក្មួយដែលបានស្រឡាញ់ស្រីតែម្នាក់រួមគ្នាគឺព្រះម៉ែយុវតីបានបង្កើតទៅជាការទាស់ទែងរហូតដល់ប្រើកម្លាំងទ័ពរៀងខ្លួនទីបំផុតព្រះរាជសម្ភារត្រូវពួកទាហានព័រទុយហ្គាល់ក្រោមបញ្ជាព្រះឧទេធ្វើគុតដោយបាញ់ទម្លាក់ពីចុងត្នោតនៅស្រុកកញ្ជរខេត្តក្រចេះសព្វថ្ងៃនេះទៅព្រះមហិន្ទរាជាធិរាជព្រះសត្ថាក្រោយពីព្រះបាទបរមរាជាធិរាជជាព្រះបិតាសោយទីបង្គត់ទៅព្រះសត្ថាដែលជាព្រះរាជបុត្រច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជស្នងនៅរាជធានីលង្វែកដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជាអង្គការព្រះបរមមហិន្ទរាជារាមាធិបតីដែលប្រវត្តិទូខ្លះនិយមហៅថាព្រះសត្ថាទី1នៅភាគខាងដើមរាជរបស់ព្រះអង្គនៅឆ្នាំ1580ក្នុងពេលដែលព្រះរាជាភូមាលើកទ័ពមកវាយក្រុងអយុធ្យាម្ដងទៀតហើយដោយព្រះចៅសៀមគឺព្រះមហាធម្មរាជាបានផ្ញើសារមកសុំទ័ពជំនួយពីខ្មែរដើម្បីជួយច្បាំងនឹងភូមាផងហើយដោយប្រទេសខ្មែរនិងប្រទេសសៀមនៅជាប់សម្ព័ន្ធមេត្រីភាពដែលមានមកតាំងពីរាជព្រះបិតាព្រះអង្គព្រះមហិន្ទរាជារាមាធិបតីព្រះសត្ថាក៏បានត្រាស់បញ្ជាឲ្យព្រះស្រីសូរិយោពណ៌ជាប្អូននាំទ័ពខ្មែរទៅជួយសៀមតាមការស្នើសុំលុះដល់សង្គ្រាមនេះបានជោគជ័យលើពួកភូមាហើយពេលដែលលើកទ័ពត្រឡប់មកវិញព្រះនរេនសូបុត្រព្រះមហាធម្មរាជាជាមេទ័ពសៀមបានឃើញព្រះស្រីសូរិយោពណ៌គង់សំយងព្រះបាទមិនព្រមក្រាបដោយអ្នកផងទាំងពួងព្រះនរេនសូទ្រង់ពិរោធណាស់ហើយបញ្ជាឲ្យទាហានសៀមនាំឆ្លើយភូមាមកកាត់ករួចដោតក្បាលប្រອບនឹងទីនាងនាវារបស់ព្រះស្រីសូរិយោពណ៌ដែលជាមេទ័ពខ្មែរដើម្បីជាការចំអកព្រះបាទស្រីសូរិយោពណ៌ជាមេទ័ពខ្មែរឃើញដូច្នោះទ្រង់ខ្ញាល់ជាខ្លាំងមួយចំណែកទៀតដែលបានឃើញថាព្រះនរេនសូបានទៅកេណ្ឌទ័ពនៅលើទឹកដីខ្មែររំលងសន្យាព្រះរាជមេត្រីផងទ្រង់ពំនាំដំណឹងនេះមកទូលថ្វាយព្រះមហិន្ទរាជាព្រះសត្ថាជាព្រះជាថាឲ្យទ្រង់ជ្រាបប្រហែលនៅឆ្នាំ1581ខ្មែរបានលើកទ័ពទៅវាយរំដោះយកខេត្តនគររាជសីមាច័ន្ទបុរីនិងនគរនាយកប៉ុន្តែសៀមបានវាយដណ្ដើមយកខេត្តនគររាជសីមាបានទៅវិញនៅឆ្នាំ1582នៃគ្រិស្តសករាជក្រោយនោះមិនបានយូរប៉ុន្មានព្រះរាជាភូមាបានលើកទ័ពមកវាយក្រុងអយុធ្យាប្រទេសសៀមម្ដងទៀតឆ្លៀតពេលនោះខ្មែរក៏លើកទ័ពទៅវាយយកខេត្តខ្មែរខាងលើមកវិញក៏ប៉ុន្តែដែលមានដំណឹងថាព្រះភគវតីព្រះមហេសីទ្រង់ប្រជួនខ្លាំងព្រះសត្ថាក៏ទ្រង់លើកទ័ពត្រឡប់មកក្រុងលង្វែកវិញបើតាមឯកសាររាជពង្សាវតារថាឆ្នាំ1584ព្រះនរេនសូស្ដេចសៀមដែលបានឡើងសោយរាជស្នងព្រះបិតាមហាធម្មរាជាបានលើកទ័ពយ៉ាងធំដែលមានកម្លាំងរាយពល100,000នាក់ដំរី3000ក្បាលសេះ5000ក្បាលមកលុកលុយប្រទេសកម្ពុជា
ទ័ពសៀមនេះបានវាយលុកចូលមករហូតដល់រាជធានីលង្វែកហើយព័ទ្ធបន្ទាយលង្វែកនេះអស់រយៈពេល3ខែក៏ប៉ុន្តែវាយកបន្ទាយលង្វែកដែលមានរបងជាគុំឫស្សីយ៉ាងក្រាស់នោះមិនបានដោយសារខ្វះស្បៀងអាហារសម្រាប់ទ័ពផងនិងដែលមានជំងឺឆ្លងស្លាប់រាយពលអស់ជាច្រើនផងព្រះចៅនរេនសូស្ដេចសៀមក៏ដកទ័ពថយទៅវិញក៏ប៉ុន្តែមុននឹងត្រឡប់ទៅវិញសៀមបានប្រើល្បិចយកប្រាក់ដួងដាក់លាយជាគ្រាប់កាំភ្លើងបាញ់ចូលក្នុងគុំឫស្សីដែលជារបងព័ទ្ធបន្ទាយលង្វែកនោះយ៉ាងច្រើនក្នុងគោលបំណងជាឧបាយកលប្រើដៃខ្មែរខ្លួនឯងឲ្យបំផ្លាញកំពែងឫស្សីដ៏រឹងមាំនោះក្នុងពេលខាងមុខមិនត្រឹមតែប៉ុណ្ណោះទេឯកសារខ្លះសរសេររៀបរាប់រឿងរ៉ាវនេះបែបរឿងព្រេងនិទានដោយមានបញ្ចូលភាពអច្ឆរិយៈខ្លះៗទៀតផងដូចជាថាពេលដែលសៀមដឹងថាកម្ពុជាមានវត្ថុស័ក្តិសិទ្ធិ13ព្រះអង្គខ្លាំងពូកែជួយថែរក្សាការពារក្រោយពីពេលត្រឡប់ទៅប្រទេសសៀមវិញព្រះនរិន្ទសូបានប្រើមហាថ្លឹកសៀម2នាក់ឲ្យក្លែងធ្វើជាអ្នកបួសនាមតិបញ្ញោនិងសុបញ្ញោដើរចេញទៅស្រុកលាវហើយចុះតាមផ្លូវទន្លេមេគង្គមកស្រុកខ្មែរដើម្បីមកធ្វើពិធីដកសិលសាសដែលបញ្ចុះក្នុងរូបទេព្រះទាំងនោះសុបញ្ញោប្រើអាគមធ្វើឲ្យអ្នកស្រុកឈឺឯតិបញ្ញោជាអ្នកដោះឲ្យជាសះស្បើយឡើងវិញឧបាយកលចិត្តសាស្ត្ររបស់សៀមនេះទទួលបានជោគជ័យណាស់មិនត្រឹមតែរាជប្រជាទេដែលមានជំនឿមុតមមលើតិបញ្ញោនិងសុបញ្ញោនេះសូម្បីតែព្រះមហាក្សត្រក៏មានជំនឿផងដែរដោយសារព្រះអគ្គមហេសីត្រូវអំពើអសិរពិសមានជំងឺជាទម្ងន់ព្រះមហិន្ទរាជាព្រះសត្ថាទ្រង់និមន្តភិក្ខុទាំងពីរអង្គឲ្យគង់ក្នុងវត្តព្រះឥន្ទទេពក្នុងកំផែងព្រះនគរដើម្បីជួយព្យាបាលរោគព្រះអគ្គមហេសីបានឱកាសល្អតិបញ្ញោនិងសុបញ្ញោបានទូលព្រះរាជាថារោគព្រះមហេសីនេះបណ្ដាលមកពីទស្សបារមីព្រះពុទ្ធរូបអត្តរសគឺព្រះពុទ្ធអង្គធំបែបព្រះភ័ក្ត្រទៅទិសទាំង4ស្ថិតនៅក្នុងព្រះវិហារវត្តត្រឡែងកែងនោះជាអ្នកឲ្យទោសឮដូច្នោះព្រះមហិន្ទរាជាព្រះសត្ថាដែលទ្រង់ទ្វេព្រះកិត្យាផ្លាស់ព្រះសតិបញ្ញាច្រើនប្រការស្ដេចមានសតិពុំប្រកបដោយប្រក្រតីក៏ទ្រង់ត្រាស់បង្គាប់ឲ្យសែងព្រះអត្តរសដែលជាវត្ថុស័ក្តិសិទ្ធិស្ថិតនៅក្នុងព្រះរាជធានីទៅបង់សណ្ដូនថ្មទម្លាក់ទឹកមុខព្រះនគរនោះទៅឯកសារខ្លះថាតិបញ្ញោនិងសុបញ្ញោបញ្ជាឲ្យដុតព្រះសន្ធិដ្ឋដែលសម្ដេចព្រះមហាច័ន្ទរាជាទ្រង់បានកសាងនោះចោលទៅដូច្នេះហើយទើបគេឃើញនៅសល់តែព្រះបាទអំពីថ្មរហូតមកដល់សព្វថ្ងៃនេះនៅឆ្នាំ1585ឯកសារខ្លះថាឆ្នាំ1586ដោយខ្លាចក្រែងរាជសម្បត្តិមិនបានទៅព្រះរាជបុត្រព្រះអង្គក្រោយពេលអស់ពីព្រះអង្គទៅព្រះមហិន្ទរាជាព្រះសិទ្ធាទ្រង់ដាក់រាជហើយថ្វាយរាជសម្បត្តិនោះទៅព្រះរាជបុត្រច្បងព្រះនាមជ័យជេដ្ឋាឲ្យឡើងសោយរាជស្នងដែលមានប្រជជនទើបតែបាន11ព្រះវស្សាប៉ុណ្ណោះហើយព្រះអង្គលើកព្រះរាជបុត្របន្ទាប់គឺពញាតនដែលមានព្រះជន្មទើបតែ6ព្រះវស្សាប៉ុណ្ណោះឲ្យមាននីតិជាឧបរាជហើយព្រះអនុជរបស់ព្រះអង្គគឺព្រះស្រីសូរិយោពណ៌ដែលមានរាជនិងមន្ត្រីគោរពស្រឡាញ់យ៉ាងច្រើនទ្រង់តែងតាំងនីតិជាព្រះឧបយោរាជហើយខ្លួនព្រះអង្គផ្ទាល់ទ្រង់យកនីតិជាព្រះឧបយោរាជរាជានុសិទ្ធដែលមានន័យថាព្រះអង្គនៅមានសិទ្ធិក្តោបក្តាប់អំណាចក្នុងដៃព្រះអង្គផ្ទាល់ទាំងអស់អំពើរំលាយព្រះដែលជាទីសក្ការៈរបស់ប្រជារាស្ត្រទូទៅនិងការប្រគល់រាជសម្បត្តិនគរទៅឲ្យព្រះរាជបុត្រដែលនៅជាកុមារដូច្នោះនាំឲ្យមានការមិនសប្បាយចិត្តពីសំណាក់ព្រះរាជវង្សានុវង្សនិមឺនសពមុខមន្ត្រីជាច្រើនអ្នកហើយអ្នកទាំងនោះក៏មិនសូវយកចិត្តទុកដាក់នឹងកិច្ចការរាជការឡើយប្រការនោះនាំឲ្យមានភាពចលាចលអសន្តិសុខកើតមាននៅគ្រប់ទីកន្លែងនៅក្នុងព្រះនគរខ្ញុំជុនច័ន្ទបុត្រវិទ្យុអាស៊ីសេរីក្រុងភ្នំពេញ